thប់ញ៉ាំបបរខាប់គ្រប់គ្រឿងទៀតហើយប៉ុន្តែខ្ញុំផ្លាស់ប្ដូរពីបបរខាប់គ្រប់គ្រឿងទៅធ្វើជាបាយជ្រាឲ្យគាត់ញ៉ាំវិញនៅពេលដែលវ័យគាត់អាយុ9ខែ2ថ្ងៃទីបំផុតគឺខ្ញុំបានប្រើជាមួយនឹងឆ្នាំងទឹករបស់ខ្ញុំវិញហើយបងអូនជាប្រភេទឆ្នាំងអូតូនេះគឺងាយស្រួលមែនតើខ្ញុំប្រើតាំងកូនទី1សម្រាប់ខ្លាំងណាស់អាចនិយាយបានថាឆ្នាំងនេះគឺជាជំនួយការពិសេសសម្រាប់ខ្ញុំហ្មងដោយសារតែជួយសម្រាប់បន្ទុកខ្ញុំបានច្រើនមែនតើហើយវ៉ៃពិសេសនេះគឺវ័យកូនញ៉ាំបាយគឺខ្ញុំងាយស្រួលក្នុងការដាំបាយជ្រាកូនខ្ញុំញ៉ាំអត់បារម្ភមិនបាច់ចាំឈរមើលមិនបាច់ចាប់ថែមថយភ្លើងអីទេគ្រាន់តែដោតទៅគឺកំណត់នាទីគឺអាចឆ្អិនខ្លួនឯងហ្មងហើយសម្រាប់នេះគឺរួចរាល់ហើយពេលដែលខ្ញុំកំណត់នាទីហើយបងអាចមើលជាមួយនឹងបាយរបស់ខ្ញុំបាននេះអូនិយាយទៅគឺជះក្លិនឈ្ងុយសាហាវចាសាច់កង្កក៏ល្មួតបើថាប្រភេទសាច់នៅក្នុងនោះវិញខ្ញុំដាក់ផ្លូវមួយផ្លូវបងអូនចាសាច់ឡើងផុយល្អមើលតែសភាពសាច់ក៏ដឹងដែរទាំងនេះគឺជាអ្វីដែលខ្ញុំចង់បានជាប្រភេទបាយជ្រាយដែលមានសភាពទន់ល្អងាយស្រួលដែលកូនញ៉ាំងាយស្រួលដែលកូនគាត់ប្រើប្រភេទចាញ់មិញបកគំពីទាំងបាយជាមួយនឹងសាច់ផងដែរឥឡូវមើលមើលរីសាលទាំងអស់គ្នានេះកូនខ្ញុំគ្រាន់តែឃើញសាច់បងអូនអើយគឺកាន់យកតែម្ដងសម្រាប់សាច់វិញគឺខ្ញុំអត់ទាន់ឲ្យគាត់ញ៉ាំទេដោយសារតែគាត់អត់ទាន់មានធ្មេញតែគាត់អាចជញ្ជក់បានជញ្ជក់យកជាតិឲ្យគាត់ខ្ជាក់ចោលអញ្ចឹងណាអញ្ចឹងសម្រាប់បងអូនដែលគាត់ចាប់អារម្មណ៍ជាមួយប្រភេទឆ្នាំងអូតូនេះមិនថាធ្វើជាទឹកស៊ុបថ្លាធ្វើបបរកូនឬក៏ដាំបាយជ្រាយទេដូចវ័យដូចកូនខ្ញុំអញ្ចឹងអាចប្រើបានទាំងអស់តែម្ដងងាយស្រួលដល់ម៉ាក់មិនបាច់ចាំឈរកណ្ដុតនាទីឬក៏យើងអាចពិបាកថាខ្លាច់ខ្លោចបាតខ្លាច់អីទេសំបំផុតហ្មងសម្រាប់ម៉ាមីដែលគាត់ចង់ធ្វើបបរឲ្យកូនឬក៏ដាំបាយកូនញ៉ាំក្តៅៗហើយយើងរវល់ប្រើឆ្នាំងនេះគឺបេះមែនតែនហ្មង